ชิวๆngày bóng phốnថ្ងៃនេះថ្ងៃទី9 ខែ 5 នេះបងប្អូនការលឹកពីក្រោយឆ្លារៀនក្រេតែឥឡូវហ្នឹងបានក្រាបធំដែរហើយហើយមួយកន្លះគីឡូខ្លះទៅបាន1គីឡូចឹងបងប្អូនដែលមានបំណងចង់ទិញបោះដំឬក៏ហូបតែគណៈគ្រួសារអាចទៅតំណតាមលេខទូរស័ព្ទនឹងបានខ្ញុំនឹងដាក់ទីតាំងហើយនឹងលេខទូរស័ព្ទនិយាយទៅនៅក្រោយសាលារៀនក្រេទីបងប្អូននៅក្នុងពេញយើងទេដោយសារធ្លាក់ភ្លៀងមកមេអាលឹកវាតែនិយាយថាដើមដងវាល្អតែតបុកទៀតអត់ដឹងបងប្អូនថាត្រឹមមកដាក់ទឹកវាអត់សូវល្អទេបើមិនបានភ្លៀង1មេ2មេបានសើមដីជូបអញ្ចឹងអូល្អណាស់ច្រើនគ្រប់សំបងប្អូនអញ្ចឹងទៅដាំតាំងពីផ្លូវកមុកហ្នឹងតែគាត់ថាបងប្អូនផ្សេងក៏គាត់ដាំយើងក៏ដាំច្រើនគ្នានេះគឺច្រើនណាស់នេះដាំម្សៅដុះបានដុះបានមកជាហៀងបងប្អូននេះដាំខុសគ្នាប្រហែលថ្ងៃនៅកណ្ដោះមួយទៀតនោះមកចកាទៀតនោះមកចកាទៀតតាអញ្ចៅថែមប្រហើជីប្រហើបន្តិចចេះតែឥឡូវនេះដាំច្រើនបងប្អូនហើយអាចចូលខ្ទង់6 7 ហិកតានោះដល់ផ្លូវមកមានស៊ូមើលនោះចេះតែសម្រាប់ទាំងអស់ហើយជាចូល6 7 ហិកតាហើយនៅនោះនៅកណ្ដោះទៀតបងប្អូននៅនោះនៅខាងដើមប្រកាយនោះទៀតអញ្ចឹងនៅកណ្ដោះមានដូចជា3 4 ហិកតាទៀតអញ្ចឹងសរុបច្រើនហើយការលក់ដូរគាត់ពីច្រើនគាត់យកទៅលក់នៅម្ដុំចិត្ត ABA សរោងក្រោមនៅកន្លែងហ្នឹងផ្លូវកន្លែងហ្នឹងគឺមានតូបលក់អាលឹកជាប់នឹងផ្លូវទ្រុបកប់ស្រូវយើងមានផ្លូវឆ្នេះយើងមានឆ្នេះយើងអូខេអរគុណច្រើនសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ហូបអាលឹកស្រែមានអាលឹកលឿងអាលឹកក្រហម